សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើមេរៀនមួយទាក់ទងទៅនឹងការអនុវត្តទ្រឹស្ដីបទ Pythagoras ក្នុងថ្នាក់ទី9ក្នុងមេរៀនទី12ណាផ្នែកធរណីមាត្រអញ្ចឹងការអនុវត្តទ្រឹស្ដីបទ Pythagoras ទី1យើងត្រូវ focus ទៅលើលក្ខខណ្ឌច្រើនត្រូវស្គាល់ពាក្យវាត្រូវដឹងថាតើ Pythagoras ហ្នឹងយើងអនុវត្តនៅក្នុងលក្ខខណ្ឌណាយើងអនុវត្តនៅក្នុងទ្រឹស្ដីបទហ្នឹងកើតឡើងនៅពេលណាយើងប្រើម៉េចយើងយកទៅទាញរកជ្រុងផ្សេងយ៉ាងដូចម្ដេចខ្ញុំគិតថាពួកយើងអាចនឹងបានដឹងចំណេះដឹងពីPythagorasនឹងច្រើនហើយយើងអាចបើកសៀវភៅពុម្ពការស្រាយបញ្ជាក់រូបមន្តគេមាននៅក្នុងហ្នឹងណាខ្ញុំអត់ស្រាយឲ្យទេគ្រាន់តែខ្ញុំនិយាយអំពីការប្រើប្រាស់វាតែម្ដងអញ្ចឹងការអនុវត្តទ្រឹស្ដីបទ Pythagoras ទី1យើងអនុវត្តវាកាលណាចំពោះអីចំពោះត្រីកោណកែងហើយចំពោះត្រីកោណកែងអញ្ចឹងមិនមែនត្រីកោណគ្រប់ត្រីកោណទាំងសាមញ្ញសមបាតស្អីនឹងយើងប្រើបានទេតើតែត្រីកោណកែងបើយើងអាចយកវាមកប្រើប្រាស់បាននេះទ្រឹស្ដីបទ Pythagoras តើតែត្រីកោណកែងហើយបើយើងនិយាយថាស្អីទៅជាត្រីកោណកែងគឺជាត្រីកោណដែលមានមុំកែងមួយហើយឲ្យបានមុំកែងមួយវាខ្លះជាត្រីកោណកែងហើយអញ្ចឹងដូចនៅរូបខាងនោះគេនិយាយថាវាជាត្រីកោណកែងនេះត្រីកោណកែងវាជាត្រីកោណកែងអញ្ចឹងយើងអាចប្រើប្រាស់ទ្រឹស្ដីបទ Pythagoras បានក៏ប៉ុន្តែមុននឹងយើង apply យើងសិក្សាទៅលើទ្រឹស្ដីបទហ្នឹងយើងត្រូវដឹងពីពាក្យដែលគេនិយាយនៅក្នុងទ្រឹស្ដីបទហ្នឹងមួយគឺពាក្យថា hypotenuse មានន័យថាម៉េចណាពេលដែលយើងគិតយើងត្រូវនឹកឃើញថា hypotenuse មានន័យថាម៉េចនឹកឃើញអាហ្នឹងមុន hypotenuse ចាអញ្ចឹងបងឯងអាច note ខ្លួនឯងទុកការចំណាំ hypotenuse មាន2ករណីទី1មានរង្វាស់វែងជាងគេនៅក្នុងត្រីកោណកែងហ្នឹងជ្រុងទាំង3ហ្នឹង hypotenuse វែងជាងគេមានរង្វាស់វែងជាងគេទី2ឆោមនិងមុំកែងចាលក្ខណៈដែលយើងអាចសម្គាល់មាន2 hypotenuse មានរង្វាស់ជ្រុងវាវែងជាងគេទាំងអស់ហើយវានៅឆោមជាមួយមុំកែងអញ្ចឹងឲ្យតែកន្លែងណាមុំកែងមើលទៅអាទល់មុខវាហ្នឹងគឺជា hypotenuse ចាអញ្ចឹងរូបមន្តទ្រឹស្ដីបទ Pythagoras គេនិយាយថាម៉េចទ្រឹស្ដីបទ Pythagoras គេនិយាយថាខ្ញុំទាញមកទៅរូបមន្តគេថា hypotenuse ក្រេស្មើនឹងជ្រុងជាប់ក្រេនៃមុំកែងបូកបញ្ចូលគ្នាអញ្ចឹងនៅក្នុងរូបនេះខ្ញុំអាចសរសេរថា AC ក្រេស្មើនឹង AB ក្រេបូកនឹង BC ក្រេណា AB ក្រេបូកនឹង BC ក្រេឬយើងមើលនៅក្នុងរូបនេះតាំងហើយអញ្ចឹងអានេះវាដើរតួនាទីជា hypotenuse កែងត្រង់ណាកែងត្រង់ B អានេះ90ដឺក្រេហើយទៅកែងគឺ90ហើយអូខេបន្តទៀតអញ្ចឹងយើងមើលថាឬ AC ក្រេយើងថា C ក្រេស្មើនឹង AB យើងតាំងដោយ A ទុយក្រេបូក B ក្រេនេះគឺជាទ្រឹស្ដីបទថាអញ្ចឹងយើងសេស្អាតមក C ក្រេស្មើនឹង A ក្រេបូក B ក្រេជាទ្រឹស្ដីបទពី Pythagoras ក៏ប៉ុន្តែក្នុងនាមអ្នកសិក្សាគណិតវិទ្យាបងឯងអត់មានអង្គុយទិញ C ក្រេ A ក្រេបូក B ក្រេអីចឹងទេចុះបើសិនជាជ្រុងនឹងគេដូរអក្សរផ្សេងយើងត្រូវធ្វើម៉េចយើងមិនចប់ហើយយើងមិនវែងរាន់អីចឹងមែនទេណាបើគេដូរក៏ដូរទៅសំខាន់យើងដឹងថារក hypotenuse ការ៉េយើងស្រឡឹងមើលក្នុងត្រីកោណហ្នឹងគេឲ្យផ្កាប់មិនក៏ដោយសំខាន់រកទី1គឺត្រូវរកឲ្យឃើញថា hypotenuse វានៅណាអានឹងក្រេស្មើនឹងជ្រុង2ទៀតក្រេបូកបញ្ចូលគ្នាអញ្ចឹងមកដល់កន្លែងនេះបងឯងចេះទាញហើយក៏ប៉ុន្តែគេឲ្យយើងអីគេឲ្យយើងប្រុងប្រយ័ត្ននៅពេលដែលយើងរកតម្លៃ C អញ្ចឹងមិនមែនពេលប្រឡងរកឃើញតម្លៃ C ក្រេហើយដូចនេះអីគេ
ขนาดគិតជាឯកតាវ៉ៃឬក៏សង់ទីម៉ែត្រម៉ែត្រអីត្រូវទេអញ្ចឹងបងឯងthìគិតថាគេរកតម្លៃ c មិនមែនរកតម្លៃ c ក្រេទេអញ្ចឹង c ស្មើនឹងរឹស a ក្រេបូក b ក្រេណារូបមន្តយើងរៀនណាអាចំនួនស័ក្តិទាននៅក្នុងមេរៀនទី1ណាមេរៀនទី1គឺនៅពេលដែលយើងអត់ដោះស្រាយឧទាហរណ៍ថាគេឲ្យ x ក្រេស្មើនឹង16 x ស្មើនឹងបូកដកឬ16ចំណេះថាបើវាឆ្លងទៅវាត្រូវខ្លាចទៅជារឹសក្រេបើ x គីបឆ្លងទៅខ្លាចជារឹសទី3 x ស្មើគុណ4ឆ្លងទៅខ្លាចជារឹសទី4ក៏ប៉ុន្តែប៉ុនឯងថាមិនក៏លុបគ្រូមិនដាក់កន្លែងនេះបូកដកចាប្រវែងត្រីកោណអត់មានអវិជ្ជមានទេអត់ដែលមានប្រវែងជ្រុងនេះដក10ដក20ទេហើយដូចកម្ពស់អីហ្នឹងនិយាយថាប្រវែងយើងមិនដែលគិតទៅលើតម្លៃអវិជ្ជមានទេអត់ដូចរឹសរបស់សមីការឡើយណាកន្លែងហ្នឹងចងចាំផងអញ្ចឹងពេលបងឯងទីនោះបងឯងទុកវាប៉ុណ្ណឹងទៅមួយទៀតរកចាអានេះក៏ពាក្យច្រើនអ្នកខ្លះក៏ចេះអ្នកខ្លះក៏នៅបើរក a ធ្វើម៉េចដាក់សំណួរអញ្ចឹងពេលដែលយើងរក a យើងត្រូវយក a ក្រេទុកទីតាំងដើមយើងបោះ b ទៅអញ្ចឹងវា c ក្រេដក b ក្រេគឺតម្លៃ a របស់យើងគឺរឹស c ក្រេដក b ក្រេនេះជាចម្លើយចុងក្រោយចុងក្រោយយើងប៉ុណ្ណឹងចុះបើសិនជាគេរកអីរក b ដាក់សំណួរសួរដូចគ្នាគឺ b ក្រេស្មើនឹង c ក្រេដក a ក្រេអញ្ចឹង b ស្មើនឹងរឹស c ក្រេដក a ក្រេប៉ុណ្ណឹងគឺចប់ជានៅក្នុងការកណន័យលំហាត់បងឯងទី1បងឯងទៅញែកឲ្យច្បាស់ថាគេរកអីគេរកជ្រុងជាប់មុំកែងឬក៏គេរកអ៊ីប៉ូតេនូសនេះអាពីរនេះគេហៅជ្រុងជាប់មុំកែងណាអានេះហើយអានេះគេហៅជ្រុងជាប់មុំកែងចឹងតែគេរកអីឲ្យច្បាស់លាស់ចាំយើងទៅមុខទៀតព្រោះពេលប្រឡងយើងមិនមែនចេះតែធ្វើទេយើងអានប្រធានឲ្យច្បាស់ឲ្យយល់ចាំយើងសរសេរយើងមិនមែនចេះតែសរសេរ10ពាក្យកណ្ដាលទេខុសលុបចោលធ្វើឡើងវិញម៉ោងប្រឡងវាមិនមែនដូចម៉ោងធ្វើលំហាត់ធម្មតាទេអញ្ចឹងបងឯងត្រូវមាន time management ច្បាស់លាស់អញ្ចឹងអានេះគឺជាការបកស្រាយទ្រឹស្ដីបទនឹងចង់មើលបន្ថែមទៅមើលក្នុងសភៅពុំខ្ញុំអត់បានស្រាយឲ្យប៉ុន្តែខ្ញុំប្រាប់ពីការប្រើប្រាស់ទ្រឹស្ដីបទនឹងការទាញណាចេះគណនានេះចេះរូបមន្តហើយចេះរកអ្វីដែលគេចង់បាន3នេះសំខាន់តែគេរកអ៊ីប៉ូតេនូសគេរកជ្រុងជាប់ឬក៏អីហ្នឹងហើយអញ្ចឹងវីដេអូក្រោយគ្រូនឹងធ្វើលំហាត់អនុវត្តណាយើងនឹងមើលទ្រឹស្ដីបទនឹងចេះយើងទៅធ្វើលំហាត់អនុវត្តមើលថាតើ tagger ហ្នឹងវាអនុវត្តអីខ្លះវាងាយស្រួលអត់គ្រាន់តែចំនួនតម្លៃចូលទេឬក៏មានឧបសគ្គអីខ្លះអញ្ចឹងចំពោះលំហាត់យើងនឹងទស្សនានៅវីដេអូក្រោយហ្នឹងហើយអញ្ចឹងអរគុណច្រើនចំពោះការតាមដានណាអរគុណ